mìnhមែនចេះតែចូលដល់ផ្ទះគេដើររុកលុកលុយទេគឺគេអញ្ជើញអង្គុយយើងអង្គុយកន្លែងសាឡុងទទួលភ្ញៀវគេជូនភេសជ្ជៈយើងទទួលទានតែភ្ញៀវណែមនុស្សអបល័ក្ខបែបមួយទៀតហ្នឹងគឺអត់ទេដើរកកោកកាយផ្ទះរបស់គេដូចផ្ទះរបស់ខ្លួនអញ្ចឹងបើបន្ទប់គេមួយជំរាបសួរអមពូមីងនិងសួស្តីអ្នកទាំងអស់គ្នាក្នុងថ្ងៃនេះដែរខ្ញុំមានប្រធានបទថ្មីមកចែករំលែកជាមួយអ្នកទាំងអស់គ្នាគឺនិយាយអំពីគេហដ្ឋានរបស់អ្នកប៉ាតើប៉ាឲ្យនិយមន័យគេហដ្ឋានបែបម៉េចគ្រាន់តែជាផ្ទះកន្លែងស្នាក់នៅឬក៏វាមានអត្ថន័យជ្រាលជ្រៅជាងនឹងពាក្យគេហដ្ឋានពាក្យនេះគឺជាកន្លែងដែលយើងស្នាក់នៅរស់នៅជាប់លាប់ប៉ុន្តែពាក្យខ្មែរយើងគេហដ្ឋានមួយម៉ាត់ហាក់ដូចជាមានន័យទូលំទូលាយដើម្បីចង់បញ្ជាក់ថាតើគេហដ្ឋានមានប្រមាណប្រភេទប៉ាសូមលើកពាក្យអង់គ្លេសយកមកបញ្ជាក់ចា៎នៅពាក្យអង់គ្លេមួយហៅថា house វាបត់ផ្ទះហើយមានពាក្យមួយទៀត home មានន័យថាផ្ទះដែរប៉ុន្តែអត្ថន័យពីរហ្នឹងខុសគ្នាឧទាហរណ៍ខ្ញុំទៅផ្ទះអង់គ្លេសអត់ថា I go house ទេ I go home house គឺជាផ្ទះដែលយើងគាត់និយាយថាមានជារូបរាងសម្រាប់កន្លែងស្នាក់នៅមានទ្វារមានបង្អួចមានអីចឹងហ្នឹងណាអាហ្នឹង house ប៉ុន្តែទៅពី home គឺជាជំរកដ៏សុខសាន្តដូច្នេះគេហៅថាកន្លែងនេះគឺមានន័យថាជំរកដ៏សុខសាន្តរបស់យើងកាលណាជំរកនោះមិនសុខសាន្តមិនមែនជាគេហដ្ឋានទេឧទាហរណ៍ថាប្តីប្រពន្ធនៅជាមួយគ្នាឆ្លោះតែគ្នាទាស់តែគ្នានោះមិនមែនជាជំរកសុខសាន្តទេដូច្នេះគេហដ្ឋាននេះកន្លែងនេះគេហដ្ឋានរបស់អ្នកសំដៅទៅលើជំរកសុខសាន្តរបស់អ្នកកូនមានអីឆ្ងល់ទៀតអញ្ចឹងបើតាមប៉ានិយាយគេហដ្ឋានគឺជាជំរកដ៏សុខសាន្តរបស់យើងតើយើងធ្វើម៉េចកុំឲ្យមានរឿងអពមង្គលឬក៏មនុស្សដែលមិនល្អមកធ្វើឲ្យប៉ះពាល់ដល់អាជំរកដ៏សុខសាន្តរបស់យើងកូនដឹងទេជួនកាលប្តីប្រពន្ធនិងកូនរស់នៅដោយសុខសាន្តមានន័យថាសមាជិកក្រុមគ្រួសាររស់នៅក្នុងគេហដ្ឋានដ៏សុខសាន្តប៉ុន្តែគេហៅថាមានអ្នកក្រៅធ្វើឲ្យគេហដ្ឋានរបស់កូននឹងលែងសុខសាន្តមានន័យថាជាមនុស្សអបល័ក្ខអបល័ក្ខហ្នឹងមនុស្សចង្រៃមនុស្សចោមសៀតមានន័យថាចូលមកផ្ទះកូនធ្វើឲ្យកូនមិនសប្បាយចិត្តនោះគេហៅថាមនុស្សអបល័ក្ខអ្នកណាដែលជាមនុស្សអបល័ក្ខដែលគាត់ធ្វើឲ្យគ្រួសារយើងមានបញ្ហាមនុស្សអបល័ក្ខមានន័យថាមនុស្សមិនមែនជាសមាជិកក្នុងក្រុមគ្រួសាររបស់កូនព្រោះក្នុងក្រុមគ្រួសារកូនមានប្តីប្រពន្ធនិងកូនឬក៏ជួនកាលមានឪពុកម្ដាយគាត់នៅរួមជាមួយមនុស្សអបល័ក្ខគឺមនុស្សក្រៅមនុស្សក្រៅជួនកាលអាចជាប់សាច់ឈាមក៏មានជាមិត្តភក្តិក៏មានទីនៅក្នុងន័យហ្នឹងតើប៉ាចង់បញ្ជាក់ពីចំណុចអីដើម្បីធ្វើម៉េចឲ្យជៀសវាងបញ្ហាយើងអាចកត់សម្គាល់ថាតើនរណាជាមនុស្សអបល័ក្ខហើយបើយើងដឹងហើយឈប់ឲ្យចូលមនុស្សអបល័ក្ខគឺមនុស្សមួយដែលចូលមកដល់ផ្ទះកូនគាត់ចូលពុករិះគន់សម័យហ្នឹងហើយនៅប្រើការហ្នឹងទៀតណោះហើយមិនដាក់អុកគីដេមកមិនអស់លុយប៉ុន្មានធម្មតាកូនដាក់ការនេះកូនបានមានផែនការចាយវាអានេះតម្លៃសមរម្យដាក់ទៅស្អាតថែរក្សាបានយូរជុំយើងទៅទិញអុកគីដេយកបណ្ដាក់វាមានពេលវេលាវាទៅរុះរយហើយវាថ្លៃហើយវាមិនចាំបាច់ជីវភាពយើងមិនអាចប្រើដល់ការអុកគីដេហ្នឹងទេដូច្នេះនេះមនុស្សអបឡាគាត់មកដល់រិះគន់យើងហ្មងហើយស្អីប្រើតុកអីនេះសម័យនេះលើគេប្រើតុកបារាំងណាអីនេះគួយអត់ស្រួលពូតសោះនេះហើយគឺជាមនុស្សអបឡាប្រភេទទី1ចាហ្នឹងទៀតឥឡូវកូនឆ្ងល់តើមានប្រភេទអីចាអញ្ចឹងបើតាមប៉ានិយាយបានថាមិនមែនមានតែមួយហ្នឹងហើយអញ្ចឹងជាក់ស្ដែងតើមានប៉ុន្មានប្រភេទនេះមានតទៀតឥឡូវមនុស្សអបឡាក់ក្រុមទី2ដើរចូលមកកូននឹងប្តីកូននៅជាមួយគ្នាកំពុងជួបជុំគ្នាឃើញមនុស្សនឹងចូលមកគាត់ណែនាំប្តីនេះជ្រាបសួរអ៊ំជ្រាបសួរមីងពូប្តីកូនក៏លើកដៃជ្រាបសួរចាហើយស្អាតប៉ុណ្ណឹងដែរទៅយកប្តីខ្មៅណោះហើយមើលមុខអីអត់សមអីតិចសោះខ្មៅពេកកូនសុបាយចិត្តទេមានន័យថាយើងមកដល់រិះគន់ប្តីកូនថាខ្មៅពេកឃើញមនុស្សអបឡាក់ឃើញទេតើប្តីប្រពន្ធគេរស់សុខសាន្តនឹងមានតាក់ទងអីយើងឯងសស្គោះវាយកប្តីខ្មៅអីកូនសុបាយចិត្តទេអត់សុបាយចិត្តដូច្នេះកុំឲ្យចូលទៀតមនុស្សអបឡាក់បែបនេះចូលមកទៅអីយកតែរឿងមិនសុបាយចិត្តមកឲ្យកូនហ្នឹងប្តីប្រពន្ធគេស្រឡាញ់ទេចប់ហើយចេះរិះគន់អីជិះមានទៀតទេប៉ានៅមានទៀតមនុស្សអបឡាក់មួយបែបទៀតគឺចូលចិត្តនិយាយពីអាភិជីបចោជាប់មាត់ចូលមកដល់ផ្ទះកូនខំដាក់ទឹកអីទទួលអីហើយពាក្យសម្ដីចេញមកនិយាយពួកពាក្យអាភិមិនគួរឲ្យយើងស្ដាប់ទេនឹងចង់ថាមនុស្សមានសុជីវធម៌មនុស្សថ្លៃថ្នូរមិនដាច់ចិត្តប្រើពាក្យដោយតែគេនិយាយហ្នឹងជីមកបញ្ចោអីធ្វើវាផ្លាត់មាត់ផ្លាត់អីនោះគឺនាំអពមង្គលមកគេអាឋានយើងហើយ
មកចម្រោះសុខសាន្តយើងហើយមនុស្សអបល័ក្ខបែបនេះក៏មិនគួរឲ្យចូលដែរព្រោះអត់មាននាំផក់ដូចថាជាសេរីសួស្តីឲ្យយើងអត់មាននិយាយអ្វីល្អមកនិយាយពាក្យផ្ដេសផ្ដាសតែយើងជាមនុស្សថ្លៃថ្នូរមិនអាចនិយាយកើតដូច្នេះក៏យើងមិនត្រូវឲ្យចូលដែរវាធ្វើឲ្យអភិរិយ័យយើងនិយាយឲ្យស្ដាប់ឲ្យស្រួលស្ដាប់ចាអញ្ចឹងទី3ឯងមានទៀតទេបាទមនុស្សអបល័ក្ខបន្តមកទៀតគឺមនុស្សគ្មានអៀនខ្មាស់ឧទាហរណ៍ពេលកូនរៀបចំអាហារប្រុងនឹងទទួលទានដល់ឃើញគេចូលមកដល់ហើយគាត់ថាមកកុំអាទៅណាចាំចូលរួមណែទទួលទានអាហារជាមួយខ្ញុំដល់ពេលចូលរួមទទួលទានអាហារជាមួយយើងរិះគន់អាហារយើងទៀតហើយងាប់ហើយសម័យនេះហើយណានៅទីអង្គអីរឹងអញ្ចឹងអត់ឆ្ងាញ់ទេណោះអង្គពូជនោះมันមិនឆ្ងាញ់អត់ទុនបាញ់ឆ្ងាញ់នេះអត់ល្អទេអង្គនេះកូនសុបាយចិត្តទេពួកអីធម្មតាយើងទី1ទោះបីយើងដឹងថាអង្គនោះថ្លៃតែជួនកាលវាលើសពីសមត្ថភាពយើងដែលយើងអាចទទួលទានបានណាព្រោះជីវភាពយើងមានកម្រិតចាអញ្ចឹងយើងគិតថាសមរម្យមិនអន់ពេកតែក៏វាមិនថ្លៃពេកដែលយើងអាចគិតថាសមរម្យជាមួយជីវភាពយើងហើយថវិកាផែនការចាយវាយរបស់យើងត្រូវអត់គេថាគេធ្លាប់តែញ៉ាំអង្គថ្លៃហ្នឹងអង្គអញ្ចឹងលេបបញ្ចូលទេកូនសុបាយចិត្តទេអត់ទេហ្នឹងហើយដូច្នេះប្រភេទនេះក៏គួរកុំឲ្យចូលមកដល់រិះគន់យើងចឹងមនុស្សប្រភេទនេះនិយាយទៅអត់ល្អទេយើងអញ្ជើញមកអាចថាហូបបាយយើងហើយគាត់និយាយមិនល្អពីយើងនឹងនិយាយឲ្យគេយើងចាមករិះគន់ចំមុខយើងចាអញ្ចឹងក្រៅពីហ្នឹងនៅមានទៀតឬក៏ប៉ុណ្ណឹងនឹងមានមួយក្រុមចុងក្រោយទៀតចាមនុស្សនោះគឺជាភ្ញៀវអត់កំណត់ព្រំដែនរបស់ខ្លួនធម្មតាភ្ញៀវមិនមែនចេះតែចូលដល់ផ្ទះគេដើររត់លុកលុយទេគឺគេអញ្ជើញអង្គុយយើងអង្គុយកែងសឡុងទទួលភ្ញៀវគេជូនភេសជ្ជៈយើងទទួលទានតែភ្ញៀវណែមនុស្សអបល័ក្ខបែបមួយទៀតហ្នឹងគឺអត់ទេដើរកកោកកាយផ្ទះរបស់គេដូចផ្ទះរបស់ខ្លួនអញ្ចឹងបើបន្ទប់គេមើលងាប់ដេកពូកអីចឹងអាពូកនឹងដេកទៅខូចឆ្អឹងខ្នងងាប់ហើយណាខ្ញុំនោះអាពូក brand នោះទៅបើកមើលចក្រានបាយគេងាប់មើលទូទឹកកកគេលើគេប្រើចុចចេញតកអីអានេះនៅដោះទៀតទៅមើលឆ្នាំងដាំបាយមិនកើតទេអានឹងស៊ីភ្លើងហើយណាមួយដាំបាយអត់ឆ្ងាញ់ទេនោះក៏ជាមនុស្សអបល័ក្ខដែរខ្លួនជាភ្ញៀវត្រូវដឹងព្រំដែនដឹងដែនកំណត់របស់ខ្លួនថាចូលមកផ្ទះគេនៅត្រឹមណាមិនមែនចេះដើរលុកលុយសាច់ចិត្តទេគេថាមនុស្សនេះមនុស្សអត់សុជីវធម៌ដូច្នេះសរុបមកវិញកូនត្រូវប្រុងប្រយ័ត្នញៀវយើងមានតែភ្ញៀវល្អយើងទទួលដោយសេចក្តីគួរសមគោរពតែបើមិនសិនជាមនុស្សប្រភេទដូចប៉ារៀបរាប់គឺជាមនុស្សអបល័ក្ខមិនគួរអនុញ្ញាតឲ្យចូលផ្ទះវាធ្វើឲ្យប៉ះពាល់ហុងស៊ុយផ្ទះយើងជុំមាននាំមង្គលមកណានាំតែអពមង្គលហ្នឹងឯងពាក្យដែលល្អអត់និយាយយកតែពាក្យដែលអពមង្គលមកនិយាយជាមួយយើងសំខាន់ធ្វើឲ្យយើងមិនសប្បាយចិត្តហ្នឹងដូច្នេះគ្រាន់តែកូនចាំថាគេហាត់ឋានមួយម៉ាត់ហ្នឹងមិនសម្គាល់ធំឬតូចទេសំខាន់ជំរកដល់សុខសាន្តរបស់យើងអ្នកខ្លះផ្ទះគេតូចទេតែគេរស់ដោយសុខសាន្តរហូតដល់គេហ៊ានប្រើពាក្យថាវិមាត្រស្នេហ៍មានន័យប្តីប្រពន្ធគេរស់សុខសាន្តដូច្នេះនេះគឺជាអត្ថន័យនៃពាក្យគេហាត់ឋានចាអរគុណប៉ាចឹងនៅក្នុងអត្ថន័យនៃគេហដ្ឋានរបស់អ្នកហ្នឹងគឺប៉ាក៏ចែកម្លែកពីមនុស្សដែលអបល័ក្ខមួយចំនួនដែលអាចថាអ្នកទាំងនោះចូលមកដល់ផ្ទះយើងធ្វើឲ្យមានបញ្ហាឬក៏ធ្វើឲ្យប៉ះពាល់ដល់សុភមង្គលដល់ក្រុមគ្រួសារយើងដូច្នេះហើយបើសិនជាអ្នកទាំងអស់គ្នាអាចថាធ្លាប់ជួបឬក៏នឹងជួបអីយើងបើដឹងថាបុគ្គលទាំងនោះជាប្រភេទមនុស្សទាំងនោះហើយយើងគួរជៀសវាងហើយកុំអាចថាកុំព្យាយាមឲ្យគាត់ចូលមកក្នុងគេហដ្ឋានដ៏មានសុភមង្គលរបស់យើងអញ្ចឹងក្នុងវីដេអូនេះការចែករំលែករបស់ប៉ាខ្ញុំគឺមានប៉ុណ្ណឹងសូមអរគុណអ្នកទាំងអស់គ្នា